ผลมีการខ្ញុំទៅសិនហើយណាហឺឯកសារមិនតន់យកទៅផងហឺលិខិតបំបែកហ៎ចង់បំបែកបំបាក់ម្ដាយកូននាងហ៎ចង់តែចំកូនម្នាក់ឯងហីនៅថាខ្លួនឯងមិនអាក្រក់ទៀតគេប្រកាសកូនឲ្យឯងដល់ទៅ4នាក់ណាឯងនៅគិតចង់ប្តឹងគេហីហ៎បងនៅមិនថាឲ្យកូនប្រុសទៀតជាប្រធានធំបែរជាចង់ធ្វើខ្លួនជាប្រុសអាក្រក់កូនប្រុសឯងមិនគួរធ្វើបែបនេះទេណាចាប់ហើយហ៎អូមិនទាត់ចាប់ទេអើយសុំអុយឯងនេះឯងបែរជាចង់ធ្វើប្រុសក្បត់ផងអីចង់ឲ្យយើងខឹងណាស់មែនទេឯងបែរជាចង់ធ្វើមនុស្សប្រុសដែលមិនដឹងខុសត្រូវបែបនេះបាទម៉ាក់ខ្ញុំក៏គ្មានមធ្យោបាយដែរនេះជាសាច់ឈាមគ្រួសារចាងតែដើមសិនចិញ្ចឹមតាវាយ៉ាងម៉េចទៅខ្ញុំគ្មានមធ្យោបាយទេស្អីទៅដែលហៅថាគ្មានមធ្យោបាយឯងមិនចង់ទៅដឹងនាងទេហីមិនមែនមនុស្សណាក៏ចូលចិត្តគ្រួសារយើងនោះទេឯងកំពុងរើសអើងឋានៈគេទាំងខ្លួននៅក្មេងរើសជាងឪពុកឯងទៅទៀតប៉ាឯងឆ្នាំនោះតាមញ៉ាយើងគឺជាប្រុសក្រគ្មានស្អីសោះបើយើងរើសអើងឋានៈរបស់ប៉ាឯងដែលក្រីក្រនៅពេលនោះមិនអាចមានឯងដល់ពេលនេះទៅគេថាគេក៏ថាទៅអ្មិនបានជាតាក់ទងមកបងទៀតហើយឯងយល់ថាឯងបានធ្វើជាប្រធានប្រហែលឆ្នាំមានសិទ្ធិរើសអើងអ្នកនេះអ្នកនោះហើយហីឯងចង់ស្ដាមគេនៅមិនយល់ព្រមផងម៉ាខ្ញុំមិនបានខ្ពើមនាងនោះទេចឹងដោយសារស្អីកុំប្រាប់ថាឯងមិនចូលចិត្តនាងណាហីបង្កើតកូនមកទៅហើយយើងមិនជឿទេថាឯងគ្មានអារម្មណ៍អីចំពោះនាងសោះនោះម៉ាក់ខ្ញុំពិតជាគ្មានទេខ្ញុំឯងកុំធ្វើជាមាត់រឹងចាត់ទុនដូចប៉ាឯងបេះបិទណែប្រាប់ឯងកុំមាត់រឹងទៀតអីឆាប់យកនាងមកវិញមកម៉ាក់ពិតជាបារម្ភខ្លាចថាថ្ងៃក្រោយឯងត្រូវតាមរកប្រពន្ធដោយវេទនាលោកស្រីម្ចាស់ម្ហូបត្រីយប់នេះអាចកែប្រែជាម្ហូបផ្សេងបានទេហេតុអីទៅក្រៃម៉ាក់ចូលចិត្តពិសាត្រីមែនទេសុំទោសអ្នកប្រុសថ្ងៃនេះពិតជាទិញត្រីមិនបានមែនពីមុននៅជាងឆឹងនេះទិញមិនបានក៏ទៅយកពីក្រុងផ្សេងមកប៉ុន្តែឥឡូវនេះពេញប្រទេសទៅហើយរកត្រីមិនបានទេប្រធានចាងរកឃើញហើយគឺការជាឆាងជាអ្នកបញ្ជាមិនឲ្យអ្នកលក់ត្រីទាំងអស់នោះលក់ឲ្យគ្រួសារចាងទេការជាឆាងមិនដែលមានសមត្ថភាពបែបនេះទៅទោះបីជាមានគេហ៊ានប៉ះពាល់យើងដែរប្រកាសជាមានអ្នកនៅពីក្រោយជាមិនខានទេប៉ុន្តែដូចជាចម្លែកពេកហើយចង់ប្រឆាំងជាមួយនឹងលោកមិនលក់ត្រីឲ្យបែបនេះវាដូចជាល្បិចកូនក្មេងពេកហើយល្បែងកូនក្មេងខ្ញុំនិយាយមួយម៉ាត់ចុងក្រោយកុំរំខានខ្ញុំនិងម៉ាមីមិនចឹងលទ្ធផលគឺមិនអាចទទួលបានប្រធានចាងអញ្ចឹងខ្ញុំទៅហៅគេមកសួរនាំហើយណាមិនបាច់ទេខ្ញុំដឹងថាណាហើយសំជាកូនប្រុសខ្ញុំមែនមិនថានៅក្នុងស្ថានភាពយ៉ាងម៉េចទេនៅតែជាអ្នកក្នុងចំណោមមនុស្សប្រធានចាងលោកនិយាយបែបនេះបានន័យថាអ្នកនាងតូចនិងអ្នកប្រុសជាអ្នកធ្វើមែនទេយ៉ាងម៉េចកូនខ្ញុំគ្មានសមត្ថភាពទេមិនមែនទេប្រកាសជាមានហើយប៉ុន្តែហេតុអីក៏ពួកគេធ្វើបែបនេះទៅវិញប្រកាសជាបញ្ចេញកំហឹងឲ្យបណ្ដាយពួកគេហើយគឺបង្ខំខ្ញុំបានជាពួកគេលេងល្បិចអញ្ចឹងទៅហើយខ្ញុំមានសម្របតាមតែប៉ុណ្ណោះកុំឲ្យពិបាកដណ្ដឹងម្នាក់ស្រីនោះមកវិញចុះលេខទូរស័ព្ទដែលលោកអ្នកហៅមិនអាចតតងបានទេនៅពេលនេះសូមព្យាយាមម្ដងទៀតនៅពេលក្រោយប្រធានចាងយ៉ាងម៉េចដែរជឿអាងប្លុកខ្ញុំហើយត្រឹមមួយថ្ងៃទេក៏ចុះចាញ់ទៅហើយកុំសម័យវាយប្រហែលបន្តទៀតអូខេភីហ៊ុនក្រុមហ៊ុនចាំងជាគ្រប់បានដួលបន្តគ្នាបានបាត់បង់ទឹកប្រាក់ចំនួន 3000 លានក្រុមហ៊ុនចាំងជាក្រុមហ៊ុនរបស់កេនតាម៉ាមីយ៉ាងម៉េចហើយមិនអីទេពួកអញមើលបន្តទៀតចុះគេជួបបញ្ហាអីហើយមែនទេម៉ាមីមិននេះដូចជាចាប់អារម្មណ៍នឹងដំណឹងដេតឌីហើយមិនខុសទេមកទៅដូចជាប្រិយបារម្ភណាស់លោកចានឈឹងអគ្គនាយកក្រុមហ៊ុនចាំងជាក្រុមប្រហែលថ្ងៃនេះបង្ហាញខ្លួននៅចំពោះមុខមហាជនលើកទី1មានទឹកមុខសង្គមដូចជាគូអាណិតណាស់ប៉ុណ្ណឹងបានហើយមកទៅពួកគេដូចទទួលបានការបដៅហើយឲ្យគេចោះចាញ់ចាស់សូមអភ័យទោសលេខដែលលោកអ្នកហៅបានបិទទូរស័ព្ទជឿអាងមិនតលោកខ្ញុំចាញ់ពីបញ្ជីខ្មៅទេគួរតែស្អប់ខ្ញុំឲ្យមើលទៅប្រធានចាងមានមនុស្សចង់ជួបលោកចង់រកខ្ញុំនិយាយពីហេតុផលអ្វីក៏ខ្ញុំមិនធ្វើដែរគ្រាន់តែដួលរលំភាគហ៊ុន 3000 លានកូនរបស់ខ្ញុំទោះបីជាលេងឲ្យក្រុមហ៊ុននេះបាត់បង់តើវាយ៉ាងម៉េចទៅខ្ញុំអាចបង្កើតក្រុមហ៊ុនមួយទៀតបានតើប្រាប់ពួកគេណានាក៏ខ្ញុំមិនជួបដែរណានាមានកំណត់អីគួរតែចាញ់ភ្លាមបានប្រធានចាងថាហើយថាខ្ញុំមិនជួបណានាទេគឺ
អ្នកប្រុសជឿអាង ទីបំផុតព្រមជួបខ្ញុំហើយក ុំនិយាយច្រើនខ្លាញ់លោកតាក់ទងមកពួកយើងរហូតមែនទេមានសំណុំពរអីនិយាយត្រង់មកពួកយើងលើកម៉ាមីចេញមកមិនអាចនៅយូរពេកទេខ្លាចម៉ាមីគាត់បារម្ភ ហើយគេហៅតពណ៌ក្រុមហ៊ុនឲ្យបាត់បង់ភិក្ខុនហាមលក់ត្រីគឺសត្វតពួកឯងធ្វើមែនទេបានសំជាគុណរបស់ខ្ញុំមែនហើយនេះ លោកនៅមានពេល9នាទី45វិនាទី អញ្ចឹងខ្ញុំនិយាយត្រង់ពីដំបូងនោះគឺខ្ញុំសូមទោសចំពោះពួកឯងខ្ញុំក្រសាលបងបំបីពួកឯងមិនបានគិតពីអារម្មណ៍របស់ពួកឯងសូមលើកលែងខ្ញុំផងទៅណាសូមលើកលែងផង ពួកយើងទទួលការសុំទោសរបស់លោកប៉ុន្តែយកព្រមលើកលែងឬអត់នោះគឺជារឿងរបស់ម៉ាមីពួកយើងស្ដាប់គាត់និយាយរឿងទី2មក ទី2ពួកឯងជាកូនរបស់ខ្ញុំដូច្នេះត្រូវតែមកផ្ទះគ្រួសារចាងប្រកាសណាខ្ញុំមិនបង្ខំពួកឯងឲ្យបែកពីម៉ាក់ឯងទេមកវិញជាមួយម្ដាយឯងបានតា នៃរបស់លោកគេ មិនខុសទេខ្ញុំអាចដណ្ដើមចូលម្ដាយរបស់ពួកឯងចូលមកលុយនៅក្នុងកានគឺ 1000 លានផ្ទះវិឡាពីខ្នងតម្លៃរាប់ម៉ឺនឯណោះគ្រឿងអលង្ការលំដាប់កំពូលមួយចំនួនមិនចាំបាច់បារម្ភថាខ្ញុំយកម្ដាយឯងហើយធ្វើមិនល្អចំពោះគេនោះទេឲ្យចំពោះឯងព្រមមកវិញ អគ្គនាយកចាងចិត្តល្អដែរតែ នេះគឺយល់ព្រមហើយមែនទេ ស្ដាយណាស់របស់ទាំងនេះមិនមែនជាអ្វីដែលម៉ាមីត្រូវការទេ មានន័យថាម៉េច ចំនួនណាទៅហើយយល់ថាឲ្យចំនួនគឺអាចដណ្ដឹងប្រពន្ធបានទៀតមែនទេ ប៉ាម៉ាមីគាត់ត្រូវការរបស់អស់ទាំងនេះខ្ញុំពិតជារើសឲ្យគាត់បានតាំងពីយូរហើយ ដេឌីមិនយល់ពីម៉ាមីសោះ អ្នកខ្ញុំធ្វើខុសត្រង់ណាស់មែនទេ លោកប្រធានខ្ញុំក៏មិនច្បាស់ដែរខ្ញុំនឹងមិនទាន់មានប្រពន្ធផង ខ្ញុំលើកទី1មានប្រពន្ធដែរតែគ្មានការពិសោធន៍ទេបើមិនពេញចិត្តត្រង់ណានិយាយបញ្ចុះឲ្យតពួកឯងអាចត្រឡប់មកវិញខ្ញុំយល់ព្រមចំណាយគ្រប់យ៉ាង ក្មេងពី3ឆ្នាំនៅយល់មិនតែលោកមិនយល់ចាងពេលវេលាប្រញាប់គ្មានពេលបង្រៀនលោកថាទៅដឹងប្រពន្ធយ៉ាងម៉េចនោះទេក៏មិនត្រូវការឲ្យលោកចំណាយអីដែរឲ្យតែលោកព្រមសញ្ញាគេបានហើយឈៀងអា ចា សញ្ញេ នេះគឺ សញ្ញេគឺអាចដណ្ដឹងម៉ាមីបានហើយ កិច្ចព្រមព្រៀងតាមញ៉ែប្រពន្ធភាគីកជឺអាងជឺយ៉ាវចឹងឆឹងហើយជីងឈីងភាគីខចាងឈិនភាគីខយល់ព្រមលើសំណើភាគីកតាមញ៉ែម្ដាយភាគីករហូតដល់ម្ដាយភាគីកយល់ព្រមរៀបការនឹងគេតាមញ៉ែភាគីខគឺគួរតែគោរពទៅតាមសំណើខាងក្រោមនេះទី1ភាគីខដាច់ខាតគឺមិនឲ្យមានការបង្ខំណាមួយទេទៅលើម្ដាយភាគីកទី2ភាគីខគឺមិនអាចទម្លាយរឿងកិច្ចព្រមព្រៀងទៅឲ្យម្ដាយភាគីកឡើយឬមួយក៏ប្រើអារម្មណ៍បង្ខំទី3បើម្ដាយភាគីកចូលចិត្តអ្នកផ្សេងភាគីខត្រូវដកខ្លួនចេញមិនត្រូវតោងទាមអ្វីឡើយហេតុអី នៅមិនតាន់ចាប់ទេនៅទេ បន្តបោកស្លាញ់បន្តិចមកកិច្ចព្រមព្រៀងនេះមានន័យថាម៉េច អគ្គនាយកផ្ដាច់ការនៅតែមិនទាន់យល់ទៀតមែនទេ គេថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់បើគ្មានផតតាំងគ្រប់គ្រាន់ខ្ញុំសង្ស័យថាគេមិនមែនជាឪពុកយើងទេ ដេឌីចង់ឲ្យម៉ាមីព្រមរៀបការដំបងត្រូវឲ្យគាត់ស្រឡាញ់លោកសិន ឲ្យម៉ាមីស្រឡាញ់ខ្ញុំរបស់ច្រើនទាំងនេះហើយគេនៅតែមិនព្រមស្រឡាញ់ខ្ញុំទៀត ឲ្យយល់ថាម៉ាមីពួកយើងដូចមនុស្សស្រីដទៃនោះគ្មានអីត្រូវនិយាយទៀតទេចិត្តថាថ្ងៃនេះខ្ញុំមិនបានមកទៅចោះពួកយើងទៅ ជប់សិនខ្ញុំយល់ន័យរបស់ពួកឯងហើយម៉ាមីពួកឯងគឺមិនមែនជាមនុស្សសម្ភារៈនិយមទេបើចង់បាននាងគឺគួរតែឲ្យនាងស្រឡាញ់ខ្ញុំដោយចិត្តស្មោះត្រូវទេថ្ងៃនេះខ្ញុំយល់ហើយប៉ុន្តែកិច្ចព្រមព្រៀងនេះមិនស្មើភាពនោះទេគ្មានភារកិច្ចភាគីកទេ ភារកិច្ចភាគីកគឺតាមខ្លំមើលភាគីខ ពួកអត់បដិការមិនក៏អាចបដិការជាងខ្ញុំទៅទៀតផងហើយនេះ បានលើកយកថាមិនស្មើភាពមិនបាច់សញ្ញេទេពួកយើងមិនបង្ខំ យកបិចមក